បងប្អូនគ្នាវីដេអូនេះបង្ហាញអំពីរបៀបការកំណត់នៅចុចខាងក្រោយនៃអក្សររបស់យើងបាទឲ្យបានគ្រប់រ៉ូទាំងអស់ដូចគ្នាអញ្ចឹងបាទអញ្ចឹងទម្រង់របស់យើងដំបូងគឺចេះបាទគឺចេះប៉ុន្តែយើងចង់បានចុចនៅខាងក្រោយនៃអក្សររបស់យើងនេះបាទអញ្ចឹងយើងចូលបើសិនជាយើងចុចម្ដងមួយរ៉ូចេះគឺយើងប្រើពេលយូរបាទទម្រាំតែគ្រប់នៅរ៉ូរបស់យើងនេះបាទអត់ទាន់ដល់ក្រោមនេះគឺវាប្រើពេលយូរអញ្ចឹងយើងចង់ធ្វើតែម្ដងឲ្យស្រាច់តែម្ដងបាទអញ្ចឹងវិធីធ្វើវាគឺយើងគ្រាន់តែ select លើតន័យទាំងអស់របស់យើងនេះបាទបន្តមកទៀតយើងคลิกទៅលើ number បាទនេះសញ្ញាកន្លែងនេះត្រង់ number នេះបាទចុចមកបន្តមកទៀតយើងคลิกទៅលើ custom បាទរួចហើយត្រង់បន្លោះនេះ general នេះបាទយើង select លើ general នេះមកបន្តទៀតលុបនៅ general នេះចោលបាទអញ្ចឹងយើងចុចទៅលើ key របស់យើងចុច shift ហើយលេខ2បាទគឺ add បាទគឺចេញសញ្ញា add នេះរួចហើយយើងចុចសញ្ញាផ្កាយមួយទៀតបន្តទៀតយើងចុចសញ្ញាចុចតែមួយបានហើយបាទសញ្ញាចុចរបស់យើងចុចមួយមកបាទអញ្ចឹងយើងមាន add មានផ្កាយមានសញ្ញាចុចមួយនេះបាទបន្តទៀតគឺយើងคลิก OK បាទពេលនោះសញ្ញាចុចរបស់យើងនៅខាងក្រោយនៃអក្សររបស់យើងគឺមានគ្រប់រ៉ូតែម្ដងបាទអញ្ចឹងវាមានភាពលក្ខណៈលឿនបាទហើយវាឆាប់រហ័សទៀតបាទមួយទៀតបើសិនជាបងប្អូនចង់បាននៅផ្ទាត់បាទនៅផ្ទាត់ខាងក្រោយនៃអក្សររបស់យើងទាំងអស់ដូចគ្នាបាទអញ្ចឹងពិធីបើយើងចង់បានបន្ទាត់នៅខាងក្រោយនេះបាទឧទាហរណ៍ដូចជាយើងចង់បានបន្ទាត់ចេះចុច C ហើយសញ្ញាដកនេះលេខដកខាងក្រោមនេះអញ្ចឹងយើងចង់បានបន្ទាត់នៅខាងក្រោយនៃអក្សររបស់យើងនេះណាប្រភេទនេះអញ្ចឹងបើយើងចង់បានដាក់គ្រប់នៅរ៉ូរបស់យើងនេះអញ្ចឹងបើសិនជាយើងធ្វើម្ដងមួយក៏វាយូរដែរបាទអញ្ចឹងយើងធ្វើតែម្ដងគឺវារត់គ្រប់រ៉ូតែម្ដងបាទអញ្ចឹងវិធីធ្វើគឺយើងគ្រាន់តែ select លើតន័យទាំងអស់នេះគ្រប់រ៉ូទាំងអស់នេះបាទបន្តទៀតយើងចុចទៅលើត្រង់ number បាទបន្តទៀតយើងคลิกទៅលើ custom បាទបន្តទៀតត្រង់កន្លែងបន្លោះនេះបាទ general នេះបាទពាក្យ general គឺយើងលុបចោលយើងវាយអក្សរ add ចូលគឺយើងចុច shift key លើ key របស់យើងចុច shift ហើយចុចលេខ2បាទពេលនោះនឹងចេញអក្សរ add ឲ្យយើងបន្តទៀតយើងចុចសញ្ញាផ្កាយបាទបន្តទៀតយើងចុចបន្ទាត់គឺយើងចុច shift underscore ចុច C លេខដកអញ្ចឹងគឺឈ្មោះថា underscore នេះបាទផ្ទាត់ចុចផ្ទាត់មួយមកបាទបើសិនយើងចុច2ក៏វាអត់ឲ្យយើងឧបមាថាយើងដាក់2ចេះ2ដងចេះក៏វាអត់ឲ្យយើងដែរយើងដាក់តែម្ដងបានហើយបាទតទៅទៀតយើងคลิกទៅលើ OK បាទពេលនោះបន្ទាត់របស់យើងរត់នៅគ្រប់រ៉ូរបស់យើងទាំងអស់តែម្ដងនេះបាទគ្រប់រ៉ូបាទរបៀបលុបនៅបន្ទាត់ឬក៏លុបនៅចុចខាងក្រោយនេះចេញបាទយើងគ្រាន់តែ select លើតន័យទាំងអស់នេះហើយយើងចូលទៅលើ number នេះចូលត្រង់ number នេះដដែលហើយនេះត្រង់បន្លោះកន្លែងនេះបាទកន្លែងដែលយើងវាយមានអក្សរ add ហើយមានកាយមាន underscore នេះបាទអញ្ចឹងយើងលុបប៉ុណ្ណឹងចោលមកបាទបន្តទៀតយើងคลิก OK បាទពេលនោះបន្ទាត់ឬក៏ចុចរបស់យើងដែលយើងបានធ្វើនេះគឺវាអស់តែម្ដងណាគឺតទេជាងនៅខាងក្រោយនេះគឺលែងមានបន្ទាត់លែងមានចុចទៀតហើយបាទអញ្ចឹងនៅក្នុងកុំព្យូទ័រយើងចូលដាក់នៅកន្លែងណាយើងចូលដោះវិញនៅកន្លែងហ្នឹងវិញបាទសូមអរគុណបងប្អូនដែលបានតាមដានទស្សនានៅវីដេអូរបស់ខ្ញុំនេះបើគិតថាវីដេអូនេះល្អសូមជួយចុច Subscribe សូមអរគុណ